ឲ្យខ្ញុំជឿជាក់ថាប្រិយមិត្តដែលគាត់ជាអ្នកគ្រប់គ្រងខ្ញុំក៏គាត់អត់ចង់ឃើញខ្ញុំពិបាកចិត្តលើសនឹងដែរជាពិសេសគឺបងថូម៉ាស់ដែលគាត់បានផ្ដល់នៅកាមេរ៉ាមួយឈុតនេះជូនមកឲ្យខ្ញុំគាត់ឲ្យហើយគាត់ប្រកាសថាមួយឈុតនេះបងប្អូនតម្លៃ$3,800ខ្ញុំអត់ដែលបានទទួលរង្វាន់ឬក៏កាដូណាដែរបានមកពីមនុស្សដែលខ្ញុំគ្រាន់តែស្គាល់គាត់គ្រាន់តែខ្ញុំធ្វើកិច្ចការងារខ្ញុំហើយគាត់ស្រឡាញ់គាត់ចូលចិត្តហើយគាត់បានផ្ដល់ឲ្យខ្ញុំហើយខ្ញុំអត់ដែលជួបទេខ្ញុំអត់ដែលបានទទួលអារម្មណ៍មួយហ្នឹងទេ Fuji film camera and lens បាទគ្រូចង់ផ្ដល់ឲ្យលោកស្រីព្រោះខ្ញុំគឺជាទូតចន្ទៈរបស់ brand Fuji film ដូច្នេះគាត់ចង់ផ្ដល់កាមេរ៉ា Fuji film ទៅកាន់លោកស្រី She deserves everything because she really promote គុណខ្មែរបាទលោកស្រីពិតជាជួយផ្សព្វផ្សាយគុណខ្មែររបស់យើងច្រើនមែនតើនៅក្នុងប្រទេសជាតិកម្ពុជារបស់ពួកយើង Thank you so much សូមអរគុណច្រើនលោកស្រី Thank you ហើយនឹងលោកទាំងស្វាមីរបស់គាត់គឺបងទៅរំនៅខាងក្រៅផងបងប្អូនអ្នកគ្រប់គ្រងចាអើយថ្ងៃនេះមានដំណឹងល្អចង់ជំរាបជូនទៅកាន់បងប្អូនដែរព្រោះថាខ្ញុំទទួលបានរឿងល្អខ្ញុំចង់ចែករំលែករឿងល្អនឹងទៅកាន់បងប្អូនអ្នកគ្រប់គ្រងជាពិសេសអ្នកស្រឡាញ់គ្រប់គ្រងเพจរបស់ខ្ញុំក៏ដូចជាបានដឹងនៅរឿងរ៉ាវរបស់ខ្ញុំកន្លងមកផងដែរបងប្អូននៅស្គាល់បងថូម៉ាស់ហ៎បងថូម៉ាស់ដែលត្រូវជាប៉ាធေါ်របស់បរិនរបស់គីងកុងអីហ្នឹងណាជាអ្នកដែលគាត់គុតគង់ក្មេងៗជាច្រើននៅក្នុងវិស័យបដាលហើយមិនត្រឹមតែវិស័យបដាលទេវិស័យផ្សេងក៏គាត់បានជួយមើលថែក្មេងៗរបស់កម្ពុជារបស់កម្ពុជាយើងដែរបានន័យថាគាត់មិនមែនជាជនជាតិខ្មែរនោះទេប៉ុន្តែគាត់ស្រឡាញ់កម្ពុជាគាត់ចូលមករួមនៅក្នុងវិស័យបដាលហ្នឹងមករៀងយូរដែរហើយបច្ចុប្បន្ននេះគាត់កំពុងនៅខេត្តកញ្ចេះដោយបងប្អូនបានដឹងចឹងថាពីម្សិលមិញណាគឺខ្ញុំបានទៅសម្ពោធក្លឹបថ្មីមួយជាក្លឹបដំបងនៅក្នុងខេត្តកញ្ចេះក្លឹបមហាគ្រុឌគុណខ្មែរដែលក្នុងនោះសហស្ថាបនិកក៏មានបងថូម៉ាស់ផងដែរជាអ្នកព្រួយផ្ដើមជាអ្នកចងក្រងជាមួយនឹងលោកគ្រូដែលជាប្រធានក្លឹបគឺលោកគ្រូជាហើយកាលពីម្សិលមិញគាត់ surprise ខ្ញុំខ្លាំងមែនតើបងប្អូននេះឃើញប្រអប់នេះហ៎ចាប្រអប់ហ្នឹងគ្រាន់តែខ្ញុំអត់តន់ដឹងទេបងប្អូនពេលវីដេអូប្រហែលជាមានខ្ញុំនឹងផុសជូនបងប្អូនមើលនៅពេលដែលបងថូម៉ាស់គាត់ឡើងទៅដើម្បីបង្ហាញចំណាប់អារម្មណ៍របស់គាត់ណាមនុស្សដំបងដែលគាត់ហៅគឺលោកគ្រូផាត់សាដាគាត់ចង់អរគុណទៅកាន់លោកគ្រូផាត់សាដាដែលបានបដិបដាក្មេងក៏ដូចជាចែករំលែកបទពិសោធន៍របស់គាត់នៅក្នុងការចងក្រងក្មេងៗឲ្យមហាត់បដាលជាពិសេសនោះគឺការមិនចោលការសិក្សាបានន័យថាគាត់ទ្រទ្រង់ក្មេងច្រើនណាស់នៅក្នុងវិស័យបដាលហ្នឹងមានបរិនបញ្ញាគីងកុងនិងមានក្មេងៗច្រើនទៀតដែលក្មេងៗតែងតែហៅថាប៉ាថូម៉ាស់មកបន្ទាប់មកមនុស្សទី2ដែលគាត់ចង់និយាយគឺខ្ញុំ surprise មែនតើខ្ញុំឈរថតគាត់ទាំងអត់ដឹងខ្លួនទេណាហើយបន្ទាប់មករំភើបចាខ្ញុំភ្ញាក់ផ្អើលគាត់បានឲ្យកាមេរ៉ាមកពួកខ្ញុំចំនួន1ដែលនៅក្នុងនោះមានម៉ាស៊ីនមួយហើយនិងឡេនមួយខ្ញុំអត់ដែរប្រើ Fuji ទេបងប្អូនហើយដោយសារគាត់គឺជាអ្នកតំណាងឲ្យផលិតផល Fuji ចាកាមេរ៉ា Fuji ហើយដូច្នេះហើយគាត់ថាពេលដែលគាត់ដឹងថាខ្ញុំបាត់កាមេរ៉ារបស់ខ្ញុំអាចាស់ហ្នឹងណាគឺគាត់ថាគាត់ពិបាកចិត្តហើយគាត់ពិតជាក្រៀមក្រំមែនតើនៅពេលដែលបានឃើញនៅរឿងរ៉ាវមួយហ្នឹងនៅក្នុងវីដេអូហ្នឹងខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថារបស់ដែលខ្ញុំបាត់មិនមែនខ្ញុំភ្លេចចាក់សោទេបើជ្រុលតែនិយាយហើយចាគឺចោលវាបានបុកសោឡានរបស់ខ្ញុំរហូតដល់ខូចសោឡានអញ្ចឹងបងប្អូនជាច្រើនដែលគាត់ថាខ្ញុំភ្លេចឡុកសោខ្ញុំជួបហើយខ្ញុំពិតជាពិបាកទទួលយកមែនតើនៅសំណួរមួយថាហែងទុកប្រហែសហែងភ្លេចចាក់សោឡានតែខ្ញុំខ្លួនឯងជាជនរងគ្រោះទើបខ្ញុំដឹងថារឿងមួយហ្នឹងវាឈឺចាប់ប៉ុណ្ណាសម្រាប់ខ្ញុំហើយខ្ញុំក្រោកឈរមកនេះទាំងអារម្មណ៍ខ្ញុំមិនប្រក្រតីប៉ុន្តែខ្ញុំត្រូវតែប្រឹងក្រោកឈរមកដល់ម៉ោងនេះរបស់ខ្ញុំអត់ទាន់បានត្រឡប់មកវិញទេបញ្ជាក់បងប្អូនខ្ញុំធ្វើធម្មតាដោយសារខ្ញុំចង់ឲ្យខ្លួនឯងត្រឡប់មកវិញហើយខ្ញុំក៏ទទួលបានការលើកទឹកចិត្តពីបងប្អូនច្រើនដែរហើយខ្ញុំជឿជាក់ថាប្រិយមិត្តដែលគាត់ជាអ្នកគ្រប់គ្រងខ្ញុំក៏គាត់អត់ចង់ឃើញខ្ញុំពិបាកចិត្តលើសនឹងដែរជាពិសេសគឺបងថូម៉ាស់ដែលគាត់បានផ្ដល់នៅកាមេរ៉ាមួយឈុតនេះជូនមកឲ្យខ្ញុំគាត់ឲ្យហើយគាត់ប្រកាសថាមួយឈុតនេះបងប្អូនតម្លៃ$3,800ខ្ញុំអត់ដែលបានទទួលរង្វាន់ឬក៏កាដូណាដែរបានមកពីមនុស្សដែលខ្ញុំគ្រាន់តែស្គាល់គាត់គ្រាន់តែខ្ញុំធ្វើកិច្ចការងារខ្ញុំហើយគាត់ស្រឡាញ់គាត់ចូលចិត្តហើយគាត់បានផ្ដល់ឲ្យខ្ញុំហើយខ្ញុំអត់ដែលជួបទេខ្ញុំអត់ដែលបានទទួលអារម្មណ៍មួយហ្នឹងទេ
ពេលហ្នឹងខ្ញុំរំភើបខ្លាំងណាស់ហើយខ្ញុំសម្លឹងទៅមើលប្តីខ្ញុំទាំងអារម្មណ៍ខ្ញុំថាឥឡូវនេះយើងមានសង្ឃឹមឡើងវិញឯងគឺយើងអាចបន្តសកម្មភាពរបស់យើងបានវិញសុំទោសបងប្អូនតាមពិតរឿងហ្នឹងវាជារឿងសុបាយទេតែខ្ញុំរំភើបពេកដោយសារខ្ញុំគិតថាពេលដែលខ្ញុំបានរបស់មួយហ្នឹងមកគឺខ្ញុំនឹកដល់ប្តីខ្ញុំមុនគេខ្ញុំសម្លឹងមើលទៅគាត់ជាមួយក្តីសង្ឃឹមថាពួកយើងមានរបស់ប្រើប្រាស់ពួកយើងអាចថតវីដេអូបានស្អាតដើម្បីជាការតបស្នងទៅកាន់ប្រិយមិត្តរបស់យើងដែលគាត់ស្រឡាញ់យើងត្រឡប់មកវិញហើយបើទោះបីជាកន្លងមកយើងធ្លាប់មានរបស់ល្អច្រើនជាងហ្នឹងក៏ប៉ុន្តែមួយនេះគឺជាអ្វីដែលខ្ញុំទទួលបានក្រោយពីការជួបរួមផងបងប្អូនដែលខ្ញុំបានទិញនៅ laptop សម្រាប់ប្រើប្រាស់ការងារប្រចាំថ្ងៃរបស់ខ្ញុំខ្លះដែលមានការជួបរួមពីបងប្អូនអ្នកស្រឡាញ់ខ្ញុំពីខាងក្រុមហ៊ុនពីអ្នកផ្ញើមកខ្លះវាអត់ដូចរបស់ដែលខ្ញុំបានបាត់ទេប៉ុន្តែវាជាការចាប់ដើមថ្មីរបស់ខ្ញុំហើយនេះគឺជាកាដូធំបំផុតសម្រាប់ខ្ញុំក្នុងអាជីពមួយនេះក្រោយពីបន្ទាប់ពីអ្នកមានគុណរបស់ខ្ញុំធំមួយទៀតចាអញ្ចឹងគាត់គឺជាមនុស្សទី1បន្ទាប់ពីអ្នកមានគុណរបស់ខ្ញុំធំមួយទៀតនោះដែលគាត់បានផ្ដល់ឲ្យខ្ញុំទាំងខ្ញុំមិនបានទៀមទាទាំងខ្ញុំមិនដឹងខ្លួនអានេះជាអីដែលខ្ញុំរំភើបហើយខ្ញុំអត់មានអីតបស្នងទៅកាន់គាត់វិញទេខ្ញុំមានតែបន្តប្រឹងប្រែងនៅក្នុងការងាររបស់ខ្ញុំព្រោះគាត់បានផ្ដល់ឲ្យខ្ញុំព្រោះគាត់ស្រឡាញ់ការងាររបស់ខ្ញុំស្រឡាញ់អ្វីដែលខ្ញុំធ្វើហើយក៏អរគុណប្រិយមិត្តដែលបានគាំទ្រលើកទឹកចិត្តហើយដើមមកដល់ចំណុចនេះក៏មានការគាំទ្រពីបងប្អូនប្រិយមិត្តរបស់ខ្ញុំទាំងអស់ដែលគាត់ស្រឡាញ់ហើយចូលចិត្តហើយខ្ញុំជឿជាក់ថាការចាប់ផ្ដើមរបស់ខ្ញុំនេះនឹងអាចធ្វើឲ្យបងប្អូនរីករាយជាមួយនឹងវីដេអូដែលខ្ញុំបានធ្វើហើយសូមបញ្ជាក់ម្ដងទៀតអីវ៉ាន់របស់ខ្ញុំគឺអត់បានត្រឡប់មកវិញទេហើយការចាប់ផ្ដើមរបស់ខ្ញុំនេះគឺការចាប់ផ្ដើមឡើងវិញជាមួយនឹងការចាប់ផ្ដើមថ្មីហើយបងប្អូនជប់សួរខ្ញុំថាខ្ញុំភ្លេចបិទសោមែនវាមិនអាចទេខ្ញុំភ្លេចបិទសោទេព្រោះអីវ៉ាន់របស់ខ្ញុំរាប់ម៉ឺនដុល្លារនៅក្នុងហ្នឹងបងប្អូនហ្នឹងហើយចឹងខ្ញុំអត់ចង់រំលឹកវាទៀតទេខ្ញុំអរគុណច្រើនដល់បងធំម៉ាស់ដែលគាត់បានឲ្យកាដូដ៏ធំមួយនេះចំថ្ងៃខួបកំណើតប្តីខ្ញុំទេខ្ញុំចឹងខ្ញុំអារម្មណ៍ខ្ញុំមានអារម្មណ៍ថាខ្ញុំសម្លឹងតែប្តីខ្ញុំជាមួយនឹងអារម្មណ៍ដែលខ្ញុំរំភើបជាមួយគាត់ណាព្រោះខ្ញុំអាណិតគាត់ណានៅពេលដែលគាត់អត់មានអីប្រើខ្ញុំធ្លាប់តែឃើញគាត់ប្រើរបស់ល្អឃើញរបស់ដែលយើងធ្លាប់មានហើយគេមានណាអារម្មណ៍មួយហ្នឹងគឺយើងពិបាកនិយាយណាប៉ុន្តែខ្ញុំនិយាយទៅគ្រាន់តែចង់និយាយថាចេះនៅពេលដែលខ្ញុំឃើញរបស់ដូចប្តីខ្ញុំធ្លាប់កាន់គាត់ទៅចូលចិត្តគេដែលមានរបស់ហ្នឹងគឺខ្ញុំខ្លោចផ្សាខ្លាំងណាប៉ុន្តែឥឡូវនេះអរគុណម្ដងទៀតដល់បងធំណាស់ចាមានអីច្រើនទេមានតែអរគុណឲ្យខ្ញុំព្យាយាមថាធ្វើយ៉ាងណាឲ្យវីដេអូរបស់ខ្ញុំដែលធ្វើចេញទៅគឺជាប្រយោជន៍ដល់វិស័យមួយនេះចាជាប្រយោជន៍ដល់វិស័យមួយនេះដើម្បីរុញឲ្យទៅមុខមិនថាក្មេងៗថាកីឡាករនីឬក៏កីឡាករផ្សេងទៀតទេដែលបានចូលរួមនៅក្នុងវិស័យមួយនេះគ្រប់លោកគ្រូអីទាំងអស់ហ្នឹងហើយក៏អរគុណទៅដល់ពួកគាត់ដែលស្រឡាញ់ចូលចិត្តខ្ញុំហើយឃើញតែងតែស្វាគមន៍ខ្ញុំជានិច្ចក្នុងនាមជាអ្នកផ្សព្វផ្សាយស្ត្រីមួយរូបនៅក្នុងចំណោមស្ត្រីផ្សេងទៀតដែលបានចូលរួមនៅក្នុងវិស័យគុនខ្មែរអញ្ចឹងអរគុណច្រើនបងប្អូនល្ងាចហ្នឹងខ្ញុំទៅមើលបណ្ដាលនេះហើយអញ្ចឹងទៅមើលក្មេងៗវាយនៅទៅតកទៀតហើយអញ្ចឹងអរគុណច្រើនអរគុណបងប្អូន